ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមនមស្ការចំពោះប្រកាសណាគុណចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបនៅក្នុងគណៈពេលនេះផងដែរខ្ញុំប្រកាសអាត្មាភាពបាននិមន្តមកដល់ទីឋានដែលព្រះសម្មាសម្ពុទ្ធព្រមគ្រូនៃយើងព្រះអង្គទ្រង់បរិនិព្វានបងហើយញាតិញោមទាំងអស់គ្នាទស្សនាមើលនៅទិដ្ឋភាពបរិវេណជុំវិញនៅទីឋានព្រះអង្គបរិនិព្វាននៅនាក្រុងកុសិនារាបងហើយវីដេអូនេះសូមបញ្ជាក់ផងដែរថាកាលពីខែ11ទេញាតិញោមបងទើបបានប្រហោះក្នុងថ្ងៃនេះកាលខែ11តិចល្មមអាចថ្វាយបង្គំអីស្រួលបងនេះសកម្មភាពដង្ហែមិញនេះគឺពុទ្ធបរិស័ទព្រះសង្ឃខ្មែរយើងបងបានដង្ហែនៅព្រះសុគតចីវរប្រមាណ3ទៅ4ផ្ទាំងបងដើម្បីបូជានៅព្រះពុទ្ធរូបតំណាងព្រះអង្គទ្រង់បរិនិព្វាននៅខាងក្នុងហើយនេះយើងបន្ទាប់ពីបទសិនហើយយើងចូលទៅខាងក្នុងញាតិញោមណាបងទៅខាងក្នុងមិនជាទលាយប្រមាណដែរទេប៉ុន្តែអាចចូលបានបងទាំងខ្មែរយើងទាំងបរទេសឥឡូវនេះអាត្មាចូលមកមុនញាតិញោមនេះព្រះសង្ឃក៏ដូចជាញាតិញោមយើងហើយនេះជីវរនេះអាត្មាបានរៀបចំ2ផ្ទាំងពណ៌មាសនៅយកមកដណ្ដប់បូជាចំពោះព្រះរូបកាយរបស់ព្រះអង្គញាតិញោមមកទីកន្លែងនេះដែលច្រើនឃើញញាតិញោមមានការនឹកអាឡោះអាល័យចំពោះការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធចោលសាវកទាំងឡាយនៅក្នុងសម័យបច្ចុប្បន្ននេះហើយសាវកព្រះអង្គជាច្រើននៅក្នុងសម័យព្រះអង្គគង់ប្រជញ្ញនៅឡើយនោះក៏រួចផុតពីទុក្ខអស់នៅអាសវៈកិលេសបរិនិព្វានទៅដោយច្រើនហើយញាតិញោមបងដែលឡែកនៅតែសាវកសម័យបច្ចុប្បន្នជាងនេះគឺនៅមិនតាន់អស់នៅអាសវៈកិលេសក្នុងចិត្តសន្តាននៅឡើយអញ្ចឹងដូច្នេះហើយក៏ព្រះសង្ឃញាតិញោមទាំងអស់គ្នាហ្នឹងក៏មានសេចក្តីជ្រះថ្លាក្នុងការនឹករលឹកព្រះអង្គហើយបូជានៅប្រគុណរបស់ព្រះអង្គដោយសេចក្តីជ្រះថ្លាដោយការបូជានៅគ្រឿងសក្ការៈដែលជាអាមិសបូជាអ្វីដែលសំខាន់គឺបដិបត្តិបូជាបងដែលយើងបានមកទីកន្លែងនេះនឹករលឹកគុណរបស់ព្រះអង្គហើយក៏មានការពិចារណានៅពធតេតងនឹងធម៌ទាំងឡាយទាំងពួងមានការប្រែប្រួលមិនទៀងទាត់ទៅវិញជាធម្មតាគ្រប់ជីវិតទាំងអស់ដែលមានការកើតឡើងហើយនឹងត្រូវស្លាប់ទៅវិញជាខាងចុងជាមរតកនៃជីវិតគ្មានសត្វបុគ្គលណាមួយរូបអាចកិច្ចផុតពីសេចក្តីស្លាប់ទៅបានទេព្រះសម្មាសម្ពុទ្ធ
ព្រះបច្ចេកពុទ្ធព្រះអរហន្តកសាវៈក៏បរិនិព្វានទៅអស់ហើយអត់មានថិតថេរតាំងនៅមកដល់សម័យបច្ចុប្បន្ននេះទេបងចឹងអ្វីក្នុងលោកនេះជារបស់ដែលមានការប្រែប្រួលមិនទៀងទាត់របស់ទាំងឡាយទាំងពួងណាដែលមានបច្ច័យប្រជុំតាក់តែងឲ្យកើតឡើងហើយរបស់ទាំងអស់នោះក៏ត្រូវប្រែប្រួលវិនិច្ឆ័យទៅវិញជាធម្មតាបងមិនស្ថិតនៅក្នុងអំណាចសត្វបុគ្គលណាបង្កប់បញ្ជាបានទេនៅក្នុងរឿងទាំងអស់ហ្នឹងបងដូច្នេះហើយញាតិញោមជាពុទ្ធបរិស័ទទាំងឡាយក៏បីមកដល់ទីកន្លែងព្រះអង្គទ្រង់បរិនិព្វាននេះហើយក៏មានការពិចារណានៅសង្ខារទាំងឡាយដែលវាមានទៀងទាត់មានការប្រែប្រួលទៅវិញជាធម្មតានៃសង្ខារធម៌ចឹងសូមជាចុងក្រោយនេះសូមលើកបុណ្យកុសលគ្រប់សពបែបប្រការទាំងអស់ប្រគេនចែកជូនដល់ញាតិញោមទាំងអស់គ្នាបានចំណែកបុណ្យកុសលបាននៅសេចក្តីសុខក្នុងបច្ចុប្បន្ននិងមាននៅបញ្ញាជាបច្ច័យរួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាក្នុងផុតកັບនេះទាំងអស់គ្នាណាញាតិញោមក៏សូមអនុមោទនាបុណ្យកុសលគ្រប់សពបែបប្រការមាននៅបញ្ញាជាបច្ច័យរួចចាកទុក្ខអនុមោទនា